mà mơ làm hạt mũi ra làm hạt contain duplicate nó không làm hạt nướng cực kỳ ao dương này array mùi dương thở chắc ra không array nè ta element nướng nướng bị miếng ở trời chừng mà đòn ngọt thường thì họ tìm muối nhưng còn cả mơ thức thì khi mình bay nướng người miền bị đòn đối với này dương return true hay không TP ní người dân khi nào miền khó còn rằng cho nhân return false thom mà lá làm hạt nướng cứ xuyên sủa đỏ sẽ cứ dương thom lá dương ai phở phải set thom mà lá set nướng cứ ai đại ván nó sẽ nó mang nằm đo này đó đối với này dương ai hot được không vector bao dương không array bao dương tới ហើយបើសិនបើយើង set យើងនឹងcount ហើយយើងចាក់ក្នុងនោះមានអត់អូខេក្នុងនោះអត់មានទេយើងអាច insert អាហ្នឹងចូលក្នុង set យើងទៅមិនតែបើសិនបើវាមានហើយដូច្នេះមានន័យថាយើងមានដប់គ្នាហើយអញ្ចឹងយើងអាច return true ប៉ុន្តែក្នុងករណីទី2អញ្ចឹងគឺអា case នេះវាមិនអាចប៉ះដល់ហ្នឹងទេដូច្នេះយើងវាហត់ទៅចុងក្រោយយើងអាច return false បានអាហ្នឹងយើងដោះស្រាយលំហាត់ហ្នឹងបានហើយប៉ុន្តែបញ្ហាហ្នឹងគឺវា cat space ពីព្រោះអីយើងចំណាយ memory យើងសម្រាប់ set ហ្នឹងតែយើងអាចរកវិធីអ្វីដែលអាចដោះស្រាយលំហាត់ហ្នឹងដើម្បីប្រើប្រាស់set ហ្នឹងមកគឺយើងអាចធ្វើទៅរួចដល់យើងប្រើប្រាស់គេហៅរៀប sorting ណាឧទាហរណ៍ទី1ហ្នឹងគឺគេឲ្យយើងមកគឺវាជាប់គ្នាអញ្ចឹងវាស្រួលវា sort hết ហើយប៉ុន្តែឧទាហរណ៍បើសិនមកគេឲ្យយើង1 2 3 2អត់ដើម្បីដឹងថារបស់មួយដូចគ្នាយើងអាច sort វាទៅយើងអាច sort ធ្វើចាពេល sort មិនឃើញអញ្ចឹងហើយវារៀបវាត្រូវជួរវាហើយយើងអាចប្រៀបធៀបទៅ1និង2 2និង2ហើយនឹង2និង3ពេលយើងប្រៀបធៀបដល់អានេះយើងឃើញថាវាដូចគ្នាដូច្នេះយើង return true នឹងបានបើមិនទេបើដូចករណីហ្នឹងឃើញខុសគ្នាទាំងអស់អញ្ចឹងយើងអាច return false ឥឡូវយើងបង្ហាញដំណោះស្រាយហ្នឹងប៉ុន្តែក្នុងបញ្ហាយើងគិតក្នុងករណីពិសេសមួយគឺករណីដែលហៅថាarray របស់យើងហ្នឹងគឺមានតែមួយមានតែ event តែមួយឧទាហរណ៍គេឲ្យយើងតែមួយអញ្ចឹងដូច្នេះយើងត្រូវ return វា false ព្រោះអីវាអត់មានតែ sign តែមួយយើងចាំបាច់ check ឯណាច្រើនតទៀតទេដូច្នេះដើម្បីដល់ហ្នឹងយើងត្រូវយើងត្រូវទី1ធ្វើអានេះហ្នឹងគឺយើងក៏ size របស់ array របស់យើងហ្នឹងតើ array របស់យើងមានប្រវែងប៉ុន្មានបើសិនបើ array យើងហ្នឹងមានប្រវែងស្មើ1គឺអាច return false យកបានបើមិនចឹងទេគឺយើងធ្វើការ sort វាទៅក្នុង C++ sorting គឺអញ្ចឹងក្រោយមកគឺយើងអាចច្រឡំអានេះត្រូវ return true ដូចគ្នាក្នុងករណីនេះគឺយើង program ហើយយើងមើលវាបែរគ្នា JSON នឹងគ្នាហ្នឹងយើងហត់មើលយើងមិនដែរយើង submit មកគឺយើងអាចដោះស្រាយបញ្ហានឹងបានណាអរគុណអ្នកនរគ្នាបាន